ថ្ងៃនេះគឺជាថ្ងៃសិលក្រុមគ្រួសារនាងខ្ញុំបានយកនៅមីក៏ដូចជាបច្ច័យមួយចំនួនដើម្បីយកទៅជូនដល់បងប្រជាជនខ្មែរភាសឹកក៏ដូចជាបងកងទ័ពមកចូលរួមជាមួយនឹងព្រះចៅអធិការវត្តជុំខ្ញុំក៏សូមឧទ្ទិសបួងសួងនៅក្នុងថ្ងៃសិលដ៏មានឫទ្ធិអស្ចារ្យនេះក៏សូមឲ្យវត្ថុស័ក្តិសិទ្ធិក្នុងលោកមានព្រះពុទ្ធទាំង5ព្រះអង្គប្រកកុសន្ធោប្រកោនិគមនោប្រកសបោព្រះសមណគោតមបរមពុទ្ធោព្រះមេត្តាយោពោជីសត្វថ្លៃដែលនៅក្នុងវត្តកັບនៅក្នុងផតកັບទាំងមូលនេះក៏សូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោកមេឃស័ក្តិសិទ្ធិដីស័ក្តិសិទ្ធិវត្ថុស័ក្តិសិទ្ធិក្នុងលោកសូមជួយឲ្យប្រជាណាចក្រកម្ពុជាបាននូវសុខសន្តិភាពក៏សូមឲ្យពិភពលោកទាំងមូលបើកភ្នែកមើលនៅសត្រូវចោលសៀមឈ្លានពានដែលទន្ទ្រានទឹកដីកម្ពុជានេះមិនចេះអស់មិនចេះឲ្យវាធ្វើទាំងកក្លឿនបំផ្លាញប្រទេសកម្ពុជាក៏សូមឲ្យវាវិនិច្ឆ័យអន្តរាយប្រទេសសៀមអាចោសៀមវាកាន់ព្រះពុទ្ធសាសនាតែវាបំពានសាសនាព្រះពុទ្ធដោយវាកាប់សម្លាប់ប្រជាជនគេសម្លាប់ទាហានគេសម្លាប់ទាហានខ្មែរសម្រាប់ទាហានវាដើម្បីបំពេញមហិច្ឆតារបស់វាដើម្បីទន្ទ្រានចង់បានទឹកដីគេចង់បានប្រាសាទខ្មែរក៏សូមឲ្យវិនិច្ឆ័យហិនហោចចាប់ពីពេលនេះតទៅឲ្យវាបរាជ័យក៏សូមឲ្យមេឃស័ក្តិសិទ្ធិដីស័ក្តិសិទ្ធិដាក់ទោសអាចោព្រៃផ្សៃសៀមនេះឲ្យវាឃើញតន់ហន់ក៏សូមឲ្យប្រទេសខ្មែរបាននូវសុខសន្តិភាពពិតសូមគុណបុណ្យនៃបរតនត្រ័យគុណបុណ្យនៃវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអង្គសូមជួយឲ្យប្រទេសខ្មែរបាននូវសុខសន្តិភាពសូមឲ្យប្រជាជនខ្មែរបាននូវសុខសន្តិភាពរួចនៅគ្រោះភ័យនៅក្នុងពេលនេះផងដែរ